រលាកបាតភ្នែកដោយសារតែជំងឺទឹកនោមផ្អែមអាចព្យាបាលជាឬទេសូមអរគុណបាទជំរាបសួរបងជាទូទៅអ្នកជំងឺទឹកនោមផ្អែមកាលណាតែគាត់មានបញ្ហាទឹកនោមផ្អែមជាតិស្ករគាត់ឡើងចុះគាត់ឡើងជាតិស្ករទឹកនោមផ្អែមរយៈពេលយូរឆ្នាំទៅគាត់នឹងប្រឈមបញ្ហាមួយគឺបញ្ហារលាកសរសៃបាតភ្នែកធ្វើឲ្យហូរឈាមនៅបាតភ្នែកអញ្ចឹងបងស្រីសួរថាព្យាបាលជាអត់គឺជាទូទៅយើងត្រូវពិនិត្យភ្នែកដើម្បីតាមដានមើលសភាពភ្នែករបស់គាត់អញ្ចឹងការព្យាបាលអ្នកជំងឺទឹកនោមផ្អែមរលាកបាតភ្នែកការព្យាបាលគឺអាចត្រូវបាញ់កាំរស្មីឬក៏ត្រូវចាក់ថ្នាំនៅពេលដែលហូរឈាមនៅបាតភ្នែកហើយគឺត្រូវតាមដានជាប់ជាប្រចាំពីព្រោះអីការព្យាបាលបញ្ហាបាតភ្នែកនេះគឺត្រូវគូផ្សំជាមួយនឹងមូលហេតុអញ្ចឹងមូលហេតុគាត់ដោយសារគាត់ទឹកនោមផ្អែមអញ្ចឹងគាត់ត្រូវគ្រប់គ្រងជាតិស្ករគាត់ឲ្យបានល្អអញ្ចឹងការព្យាបាលគឺត្រូវតាមដានមើលជាប់រហូតណាបងណាមិនមានន័យថាយើងត្រូវមកជួបពេទ្យម្ដងព្យាបាលម្ដងនឹងហើយឲ្យជារហូតនោះទេគឺយើងត្រូវតាមដានមើលជាប្រចាំទៅតាមកម្រិតភាពធ្ងន់ធ្ងរនៃជំងឺទឹកនោមផ្អែមរលាកសរសៃបាតភ្នែក